ដើម្បីបកស្រាយប្រធានតែងសេចក្តីបានទីមួយបងអូនត្រូវយល់និយមន័យដូចម្ដេចដែលហៅថាការបកស្រាយប្រធានអញ្ចឹងការបកស្រាយប្រធានគឺជាការបកស្រាយទៅលើខ្លឹមសាររបស់ប្រធាននឹងឯងអញ្ចឹងគេបកស្រាយយ៉ាងម៉េចចាំមើលបងអូនមើលប្រធានរបស់គ្រូមានប្រធានមួយគេថាមានទស្សនៈមួយបានលើកឡើងថាសន្តិភាពជាក្តីស្រមៃរបស់មនុស្សក្នុងសង្គមតើនៅហ្នឹងហើយអញ្ចឹងដើម្បីបកស្រាយប្រធានតែសេចក្តីបានបងអូនត្រូវរកគំនិតសំខាន់នៅក្នុងប្រធាននឹងឲ្យឃើញតើនៅក្នុងប្រធានដែលគេដាក់មកសន្តិភាពជាក្តីស្រមៃរបស់មនុស្សក្នុងសង្គមតើពាក្យនៅក្នុងហ្នឹងតើពាក្យណាជាគំនិតសំខាន់ជាពាក្យបង្កប់អត្ថន័យអញ្ចឹងដើម្បីដឹងបានបងអូនសាកបិទពាក្យសន្តិភាពចោលមួយឧទាហរណ៍លើគ្រូបិទពាក្យសន្តិភាពឃើញទេបងអាននេះឃើញទេជាក្តីស្រមៃរបស់មនុស្សក្នុងសង្គមអញ្ចឹងអានឲ្យអត់យល់ថាគេនិយាយពីអីទេអញ្ចឹងពាក្យសន្តិភាពនេះហើយគឺជាគំនិតសំខាន់អញ្ចឹងពេលបានគំនិតសំខាន់ហ្នឹងហើយយើងយកវាមកបំបែកធ្វើជាសំណួរអញ្ចឹងបំបែកយ៉ាងម៉េចនេះឃើញទេយើងសួរវាមកតើសន្តិភាពបានផ្ដល់ប្រយោជន៍អ្វីខ្លះដល់មនុស្សក្នុងសង្គមតើណាអញ្ចឹងនេះសន្តិភាពជួយឲ្យមនុស្សរស់នៅមានសេចក្តីសុខសុភមង្គលអាចចុចហ្នឹងបានន័យថាបងអាចបន្ថែមពាក្យអីផ្សេងក៏បានដែរតើណាសន្តិភាពជួយឲ្យមនុស្សរស់នៅគ្មានភាពភ័យខ្លាចសន្តិភាពជួយឲ្យមនុស្សរស់នៅរៀនសូត្រទទួលបានចំណេះដឹងទូលំទូលាយសន្តិភាពជួយឲ្យមនុស្សរស់នៅងាយស្រួលក្នុងការប្រកបមុខរបរសន្តិភាពជួយឲ្យប្រទេសជាតិមានការរីកចម្រើនអីចឹងទៅណាអានឹងហើយគឺជាហេតុផលជំរុញអានឹងហើយគឺជាក្តីស្រមៃដែលមនុស្សគ្រប់រូបចង់បានពេលបងអូនរកបានចំណុចហ្នឹងទាំងអស់យ៉ាងតិច15ចំណុចនេះដូចគ្រូដាក់ចឹងឃើញទេយ៉ាងតិច15ចំណុចអញ្ចឹងពេលរកបាន15ចំណុចហើយបងអូនយកវាមកទៅសេភ្ជាប់គ្នាមកអញ្ចឹងសេភ្ជាប់មិននេះគេសេភ្ជាប់តែនេះមើលនេះគេសេភ្ជាប់តែឃើញអត់អញ្ចឹងពេលយើងបកស្រាយយើងមិនសេជាការពិតណាស់ទៅអត់ជាការពិតណាស់ហើយពេលទៅសេជាការពិតណាស់ហើយហ្នឹងបើយើងពិបាកនៅក្នុងការរកពាក្យផ្សេងមកទៅសេដើម្បីភ្ជាប់ទៅរកអាត្រេយើងនេះទៅរកត្រេយើងហ្នឹងជាដំបូងយើងអាចរៀនទៅសេប្រធានវាមកវិញសិនមកក៏បានដែរឃើញទេសេមិនជាការពិតណាស់សន្តិភាពគឺជាក្តីសម័យរបស់មនុស្សដែលរស់នៅក្នុងសង្គមពិតប្រកបមែនរួចហើយយើងប្រើសំនួរពាក្យភ្ជាប់យើងមកនេះអាក្រហមនេះគេហៅថាសំនួរពាក្យភ្ជាប់ហើយព្រោះថាអីគេប្រធានយើងនិយាយពីអីគឺសំខាន់និយាយពីសន្តិភាពអញ្ចឹងយើងដាក់មកវិញមកសន្តិភាពជួយឲ្យមនុស្សរស់នៅមានសេចក្តីសុខសុភមង្គលឃើញទេអាហ្នឹងមិនត្រេរបស់យើងតែគាត់នេះអាត្រេដែលយើងសរសេរខាងលើឃើញអត់ហ្នឹងហើយដល់ពេលយើងសរសេរចប់បានមួយហើយយើងប្រើសំនួរពាក្យភ្ជាប់មកនេះទន្ទឹមនឹងនេះណាសន្តិភាពជួយឲ្យមនុស្សរស់នៅក្នុងសង្គមគ្មានភាពភ័យខ្លាចគ្មានភាពតក់ស្លុតថែមទៀតផងដែរឃើញទេហ្នឹងហើយយើងខាន់វាមកហើយយើងប្រើសំនួរពាក្យភ្ជាប់ទៀតមកជាងនេះទៅទៀតសន្តិភាពជួយឲ្យមនុស្សរស់នៅរៀនសូត្រទទួលបានចំណេះដឹងទូលំទូលាយឃើញទេដែលអាចចិញ្ចឹមជីវិតខ្លួនឯងបានអានោះពាក្យបន្ថែមតិចតួចអញ្ចឹងយើងសេវាមកភ្ជាប់តិចមកតែសំខាន់បងអូនត្រូវដឹងដែរថាតើនៅក្នុងនេះឥឡូវគ្រូបើកឲ្យសាថ្មីនៅក្នុងសំណួរពាក្យភ្ជាប់តែសេចក្តីហ្នឹងមានអីខ្លះអញ្ចឹងអាហ្នឹងត្រូវមានភាពវៃឆ្លាតខ្លួនឯងនេះសំណួរពាក្យភ្ជាប់ឃើញអត់អញ្ចឹងនេះជាពាក្យសំណួរពាក្យភ្ជាប់ដែលគ្រូចងក្រងទុកឲ្យកូនសិស្សដែលគាត់រៀនណាហ្នឹងហើយហើយនេះជាឃ្លាភ្ជាប់សម្រាប់លើកឧទាហរណ៍អីហ្នឹងអញ្ចឹងយើងធ្វើអញ្ចឹងទៅឲ្យបានច្រើនមកហ្នឹងហើយយើងធ្វើអញ្ចឹងឲ្យបានច្រើនមកសំខាន់ទេយើងរកត្រេនឹងឲ្យបានច្រើនយើងរកបានច្រើនប៉ុណ្ណាយើងបកស្រាយបានច្រើនប៉ុណ្ណឹងអាហ្នឹងការបកស្រាយនៅក្នុងប្រធានតែសេចក្តីបែបបញ្យលតោះណា